រឿងក្រពើមានក្តីសុបិនចង់ហោះហើរដូចជាសត្វបក្សីនៅក្នុងទន្លេពណ៌បៃតងដ៏ខៀវស្រងាត់នៃប្រទេសកម្ពុជាមានក្រពើវ័យក្មេងមួយក្បាលឈ្មោះគ្រូគោគ្រូគោមិនដូចអ្នកដទៃទេគាត់មិនចង់ហែទឹកជារៀងរហូតទេដោយគាត់មានក្តីសុបិនចង់ហោះហើរលើអាកាសដូចជាបក្សីដែរដំណឹងនេះបានធ្វើឲ្យសត្វព្រៃសើចហួសចិត្តនឹងគ្រូគោជាខ្លាំងហើយពួកគេបាននិយាយចំអកថាក្រពើមានស្លាប់មែនទេរួចពួកគេក៏នាំគ្នាសើចពេលនោះដែលគ្រូគោបានសួរសត្វស្លាប់ថាតើពួកអ្នកហើរបានយ៉ាងដូចម្ដេចសត្វស្លាប់ស្រែកប្រាប់វិញថាពួកយើងហើរដោយស្លាប់ទាំងពីររបស់ពួកយើងរៀងរាល់ថ្ងៃក្រពើគ្រូគោយកស្លឹកចេកយៈចងជាប់នឹងដៃធ្វើពុតជាហក់ឡើងដើម្បីហើរដូចសត្វដទៃដែរស្របពេលនោះមានស្វាមួយក្បាលលួចស្លឹកចេកក្រពើហើយសើចចំអកថាក្រពើសំតែនៅក្នុងទឹកហើយក៏រត់ចេញទៅក្រោយមកក្រពើគ្រូគោអង្គុយក្បែរមាត់ទន្លេដោយក្តីស្រមៃជាមួយនឹងការហោះហើរដូចជាបក្សីរំពេចនោះមានអណ្ដើកដ៏ឆ្លៀសវៃមួយក្បាលដើរមកជិតហើយបាននិយាយថាដើម្បីហោះបានអ្នកត្រូវតែជឿជាក់លើខ្លួនឯងជាមុនសិនដោយមានជំនួយពីអណ្ដើកក្រពើបានបង្កើតស្លាបពីដើមឫស្សីនិងវល្លិផ្សេងសត្វព្រៃបានប្រមូលគ្នាមកមើលក្រពើម្ដងទៀតសត្វខ្លះសើចហើយខ្លះទៀតមើលក្រពើដោយភ័យខ្លាចនៅពីលើភ្នំខ្ពស់បំផុតក្រពើលោតឡើងលើមេឃហើយលោតចូលទៅក្នុងគុម្ពោតព្រៃក្រពើបានសើចខ្លួនឯងហើយនិយាយថាខ្ញុំហោះបានតែមួយផ្លែតមែនទេក្រោយមកគាត់និយាយដោយចិត្តក្លាហានថាខ្ញុំនឹងព្យាយាមម្ដងទៀតសត្វព្រៃបានមើលទៅក្រពើយ៉ាងស្ងៀមស្ងាត់ក្រពើរត់ឆ្លងភ្នំម្ដងទៀតលើកនេះក្រពើលោតចុះមកលើទន្លេសត្វព្រៃទាំងឡាយបាននាំគ្នាក្រហមដោយសំឡេងខ្លាំងសូម្បីតែស្វាក៏ទះដៃឲ្យក្រពើដែរក្រពើហោះហើរទៅខ្ពស់លើដើមឈើកាត់ទន្លេនិងហោះកាត់តាមពពកពេលនោះមានសត្វស្លាបហើរមកក្បែរគាត់ហើយច្រៀងថាពួកយើងជឿហើយឥឡូវនេះឯងហើរបានពិតមែនពេលនោះសត្វស្វាបានអន់មុខចុះហើយនិយាយថាខ្ញុំគិតលើក្រពើខុសហើយអ្នកពិតជាអាចហោះហើរបានក្រោយមកអណ្ដើកដ៏ឆ្លៀសវៃបានញញឹមដាក់ក្រពើហើយខ្សឹបថាភាពជឿជាក់លើខ្លួនឯងនោះអ្នកអាចហោះហើរបានហើយឥឡូវនេះក្រពើបានបង្រៀនសត្វដទៃទៀតថាកុំឲ្យអ្នកណានិយាយថាអ្នកមិនអាចធ្វើបានយើងនឹងអាចធ្វើបាននៅអ្វីដែលយើងចង់ធ្វើរួមជាមួយនឹងសត្វស្លាបនិងក្តីសុបិនចាប់ពីពេលនោះមកក្រពើហោះហើរលេងជារៀងរាល់ថ្ងៃដូច្នេះហើយក្រពើដែលធ្លាប់ស្រមៃចង់ហោះហើរបានក្លាយជារឿងព្រេងមួយដកនៅក្នុងបេះដូងនៃសត្វព្រៃរឿងរបស់ក្រពើរំលឹកយើងទាំងអស់គ្នាថាគ្មានសុបិនណាធំពេកទេហើយក៏គ្មានសុបិនណាតូចពេកដែរបើអ្នកជឿជាក់លើខ្លួនឯងអ្នកនឹងអាចធ្វើវាបានសូមអរគុណ